ព្រោះមនុស្សសប្តាហ៍74ឆ្នាំអាយុខៃត្រឹម74ឆ្នាំកន្លះសប្តាហ៍អញ្ចឹង100ឆ្នាំដក1ឆ្នាំតម្រាំតែមនុស្សអាយុ10ឆ្នាំស្លាប់មកចំណាយពេល3000ឆ្នាំជាងទៀតអញ្ចឹងមនុស្ស3000ឆ្នាំជាងហ្នឹងដកពីឥឡូវហ្នឹង3000ឆ្នាំជាងទៀតបានមនុស្សនៅសល់អាយុ10ឆ្នាំស្លាប់អញ្ចឹងមនុស្សពេលដែលមនុស្សអាយុតិចដល់10ឆ្នាំស្លាប់ហើយមនុស្សត្រូវរងចាំការខៃឡើងបានន័យថាឡើងពី10ឆ្នាំស្លាប់ទៅ11ឆ្នាំស្លាប់ទៅ12ឆ្នាំស្លាប់រហូតរងចាំដល់មនុស្សឡើងដល់អាយុមួយអសង្ខ័យឆ្នាំវិញពេលណាមនុស្សឡើងដល់អាយុមួយអសង្ខ័យឆ្នាំហើយបានន័យថាឡើងវែងដល់កើលណាយើងចប់ថ្ងៃតែអ្នកណាអាយុ100 200ហ្នឹងកតេឥឡូវហ្នឹងចាប់តម្រាំតែដល់អាយុមួយអសង្ខ័យនោះយូរប៉ុណ្ណាដែរយូរមែនតើដល់តែផែនដីហ្នឹងដាក់សឹកដល់មនុស្សដល់មនុស្សវែងពេកកើតមកអាកើតជាកើតទៅតែអ្នកស្លាប់ក៏ឃើញមួយអសង្ខ័យងាយឃើញអ្នកស្លាប់ទេអញ្ចឹងចាប់ផ្ដើមមានសេចក្តីប្រមាទបានអង្គិលចុះពីមួយអសង្ខ័យរហូតតម្រាំតែមនុស្សមកអាយុ80000ឆ្នាំត្រឹម80000ឆ្នាំបានព្រះសម្មាសម្ពុទ្ធអរិយមេត្រីចាប់ផ្ដើមចុះមើលនៅវិលោកបញ្ចវិលោកនៈធម៌5យ៉ាងហើយចុះមកចាប់បដិសន្ធិក្នុងព្រះគររបស់ព្រះវរមេតាឈ្មោះព្រះនាងពុទ្ធនៅđâyមានទៅតាមឈ្មោះព្រមព្រៀងមានជាថ្ងៃស្អីក្នុងមានបញ្ចមុខហើយមានបរិជ្ជអរោះព្រមវឌ្ឍនកុមារសោយសម្បត្តិនឹងអស់8000ឆ្នាំបានចេញទៅបួសទៅចំណាយពេលតែ7ថ្ងៃទេបានប្រាស់ជាព្រះសម្ពុទ្ធក្នុងលោកពេលនោះទៅព្រះអង្គប្រកាសសម្ដែងធម៌យើងបើយើងបានធ្វើបុណ្យពីឥឡូវបែបទាន់ហ្នឹងហើយបែបទាន់ហេតុអស្ចារ្យចាស់ណាក្នុងសម័យនៃព្រះសម្ពុទ្ធអរិយមេត្រីនោះស្ដេចចក្រក្នុងសម័យនោះក៏កើតឡើងព្រះពុទ្ធក្នុងសម័យនោះក៏កើតឡើងផែនដីហ្នឹងមានផ្ទៃរាបដោយសន្តានជាផ្ទៃនៃបាតស្គរអញ្ចឹងអត់តែកន្លែងណាដែលមានទន្លេហើយសមុទ្រទេក្រៅពីហ្នឹងផែនដីអត់មានខ្ពស់មានទាបអីដូចយើងអញ្ចឹងទេគឺថាស្មើដោយផ្ទៃស្គរអញ្ចឹងមានតែភ្នំហេមពៀននេះដែលតាំងនៅក្រៅពីហ្នឹងភ្នំដតីអីហ្នឹងគឺថារៀបស្មើដូចជាផ្ទៃស្គរផែនដីទឹកហូរជាពីរផ្នែកបានន័យថាមួយចំហៀងហូរទៅលិចទៅមួយចំហៀងហូរទៅកើតទៅគ្រប់ស្ទឹងគ្រប់ដងអូដែលមានគឺហូរអញ្ចឹងពីណាចង់ជិះទូកទៅក្រោមទៅជិះអាទឹកខាងហូរទៅក្រោមហ្នឹងទៅពីណាចង់ជិះទូកឡើងមកលើជិះមកខាងដែលហូរមកលើហ្នឹងទៅ10ថ្ងៃភ្លៀងម្ដងទឹកហ្នឹងគឺស្មើនឹងផ្ទៃច្រាំងនៃទន្លេនៃអូសាក់ចាបទុំលើច្រាំងឲ្យផឹកទឹកដល់អត់ប្របាក់ចុះទេមនុស្សប្រុសស្អាតដូចទេវបុត្រមនុស្សស្រីស្អាតដូចទេវតាអត់មានអ្នកខ្វិនអ្នកខ្វងអ្នកខ្វាក់អ្នកកូនអ្នកខ្លងអ្នកខ្មៅអ្នកអីអត់មានទេអ្នកខ្លងអ្នកលមាស់ស្រែងអីអត់មានស្អាតល្អណាស់ហើយអាយុ80000ឆ្នាំ500ឆ្នាំបានពេញកន្លោះកមុំ500ឆ្នាំបានដល់វ័យរាជការគ្រាន់តែចំណាយពេលគឺកូនក្មេងរត់លេងមកសប្បាយហ្នឹងអស់500ឆ្នាំណាមិនខ្លីទេយើងសប្តាហ៍ថ្ងៃត5 6តំណបានកូនក្មេងសម័យនោះផងទេហើយអត់កើតទុកអីទេព្រោះមនុស្សសម័យហ្នឹងអត់មានជំងឺទេជំងឺមានតែឃ្លានស្រែកមិនទូអង្គឧច្ចារៈបាសាវៈអីទិញទុយប៉ុណ្ណេះប៉ុន្តែបើមានអត់ប្របាក់រត់ឆ្នាំទៀតស្លឹកឈើក្បែរផ្ទះឲ្យតែមានក្នុងពុទ្ធដីកាព្រះអង្គសម្ដែងនោះមិនមែនថាមកជាលើកមកកុហកផោអីបញ្ជោអីទេគ្រាន់តែបេះយកមកស្រង់នៅក្លិនស្លឹកឈើដែលនៅក្បែរផ្ទះឬក៏យកមកទំពាហ្នឹងក៏អាការៈនោះស្ងប់រងាប់ដែរព្រោះបុណ្យនៃព្រះសម្ពុទ្ធផងបុណ្យនៃសច្ចរពុទ្ធបាទហើយមនុស្សលែងពិបាកក្នុងការរកទទួលទានចំនួនជួញប្រែអីហើយមនុស្សសម័យហ្នឹងអត់មានតែនឹកឃើញទៅជួញដូរអីទេ
ព្រោះហេតុអីបានអត់ជួញដូរព្រោះសម្បត្តិកើតឡើងពីដើមកាប់ប្រព្រឹត្តសម្រាប់រាល់សេចក្តីប្រាថ្នាដែលមនុស្សប្រាថ្នាតែថ្ងៃហ្នឹងឃើញគេពាក់មាសស្អាតម៉ូដអញ្ចឹងទៅសួរគេទៅម៉ូដអញ្ចឹងអីចឹងទៅសុំពីដើមកាប់ប្រព្រឹត្តមកវាសម្រាប់ឲ្យអញ្ចឹងមកដូចគ្នាអញ្ចឹងមនុស្សដល់តែសុំបានអញ្ចឹងមានអីទៅទៀតមានអីទៅហត់ទៅទៀតអស់ចាឲ្យភាពអស្ចារ្យដែលកើតឡើងពីដើមកាប់ប្រព្រឹត្តនៃក្រុមមាតុវតីហ្នឹងមានស្ដេចចក្រកើតឡើងហើយព្រះពុទ្ធព្រះអង្គបដិស្ថានក្នុងលោកទៀតព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីកម្ពស់ព្រះអង្គ84ហត្ថប្រកឹកយើងឥឡូវ44ម៉ែត្រអត់ហ្នឹងហ่ะ88ហត្ថឬក៏44ម៉ែត្រខ្ពស់ព្រះអង្គណាយើងគិតម៉ែត្រយើងឥឡូវ44ម៉ែត្រហើយគ្រាន់តែពន្លឺដែលចេញពីវរកាយព្រះអង្គណាភ្លឺច្បាស់ទាំងយប់ទាំងថ្ងៃមនុស្សលែងដឹងយប់លែងដឹងថ្ងៃហើយពេលនោះអូពេលណាក៏ភ្លឺដែរមិនបាច់ប្រើអំពូលម៉ែត្របាច់បិទជាងគូមិនទេអញ្ចឹងធ្វើម៉េចដឹងយប់ដឹងថ្ងៃមើលតផ្កាទេផ្ការីកទៅព្រលឹមហើយផ្កាក្តោបទៅអានឹងថ្ងៃលិចហើយដឹងអញ្ចឹងមើលតែសត្វយំទៅបើសត្វកជ្រាវពេលព្រឹកហ្នឹងសត្វហើចេញទៅនំហ្នឹងទេពេលថ្ងៃហើយបើសត្វហើចូលទៅនំវិញហ្នឹងពេលយប់ហើយសម្គាល់អញ្ចឹងទេព្រោះសត្វហ្នឹងវាមានដឹងជាងយើងពេលខ្លះដូចយើងចាប់អំពូលម៉ែត្រឲ្យមន់ល្ងាវអញ្ចឹងណាមន់អត់ល្ងាវទេតែតទៅព្រះអាទិត្យក្រហមមិនកើតឯនេះល្ងាវកើមិនបាច់ណាប្រកបលោកទាំងឡាយមិនជឿសាកចាប់អំពូលម៉ែត្រដាក់ក្នុងមន់ណាបើមន់ណាល្ងាវអត់ខ្ចីល្ងាវទេអញ្ចឹងហើយអស់ចាបោះសត្វពេលខ្លះខនបើជាងមនុស្សអញ្ចឹងពងមន់ឲ្យស្បែកមនុស្សពីណាខនបើជាងហ៎មួយណាកាន់បាជាបងមកឲ្យស្បែកនេះយើងណាមើលពីណាស្បែកមួយម៉ាត់យើងយកគ្រាប់សូវទៅឆូតពងមន់មើលឆូតមិនបាច់ទេយកមកឆូតសាច់មនុស្សមកពុំឈាមហ្នឹងយកឡាមទៅឆូតដាក់ពងមន់ហ្នឹងមិនដាច់ទេមនុស្សក៏នៅប៉ះមកពុំដាច់មុខរួមខំពងមន់មិនធ្លុះទេខំមនុស្សយើងគាត់តែចិត្តយល់ហ្នឹងទោះបាទពេលខ្លះយើងមិនតែគ្រាន់បើជាងពងមន់អីទេបែបមនុស្សយើងគ្រាន់បើជាងសត្វដែលចេះការពារចេះគិតចេះខុសទៅត្រូវតាបើអត់ចេះគិតទេចាញ់សត្វហើយហ្នឹងហើយយើងចាញ់សត្វច្រើនណាស់ពេលខ្លះនោះណាទង្វើដែលយើងធ្វើណាសត្វសំណោខំតែអ្នកដែលអត់ស្គាល់ទេព្រោះតែអ្នកដែលអត់ស្គាល់ទេប៉ុន្តែមនុស្សបៀតបៀនតែអ្នកដែលស្គាល់គ្នានឹងទៅមកតែចឹងនឹងចាញ់សត្វទៅណោរឿងច្រើនណាស់យើងចាញ់សត្វដឹងណាគេថាសត្វអត់ចេះយកកូនទៅផ្ញើម៉ែឪឲ្យមើលទេយើងចេះយកកូនទៅផ្ញើម៉ែឪចាញ់សត្វឯហ្នឹងហ្នឹងហើយមើលមេមន់អីកូនវា5 10 2 10ឲ្យបក្រុងតែមេហ្នឹងមិនខ្ចីបាត់ទៅរកប្តីចិញ្ចឹមទៀតចិញ្ចឹមតែខ្លួនឯងយើងបានទេញ៉ៅប្តីមិនអស់ចិត្តទេមួយតែលួងឈ្នះយកទៅដាក់យាយទៅហ្នឹងហើយនេះចាញ់យើងចាញ់ណាចាញ់ច្រើនរឿងកុំថាគ្រាន់បើហ្នឹងហើយមិនឆ្កែមិនដែរណាដុសដងសយើងទៅអត់ដុសតែ10ថ្ងៃ30មើលចាញ់ច្រើនណាស់មែនមិនចឹងអញ្ចឹងបានតែមនុស្សក្រំដើរតែជាងសត្វត្រង់អីត្រង់មានវិចារណញ្ញាណស្គាល់ខុសស្គាល់ត្រូវស្គាល់ល្អស្គាល់អាក្រក់ដឹងគុណទោសគុណបណ្ដាទៅប៉ុណ្្នឹងទេប៉ុន្តែបើសិនតែលែងស្គាល់ទោសគុណបណ្ដាបាបអីហើយអានឹងអត់កាន់ដើរជាងសត្វទេ
ចឹងណែសត្វណាអ្នកណាបែងចិនសត្វឆ្កែខ្លះឃើញតែមួយហ្នឹងចាំអូយតែ2 3 4ចឹងតែឆ្កែណាឲ្យបាយវាមួយឆ្នាំវាសន្មត់ថាយើងជាម្ចាស់ហើយថ្ងៃណាយើងខឹងអីទាត់វាមួយជើងអីពីរជើងអីចឹងទៅជាផ្ទិចផ្ដាសាវាទៅវាហត់ទៅដល់តែយើងបាត់ខឹងទៅហៅមកទៅបកបន្ទុយមកលិតឲ្យលិតជើងវិញទេមនុស្សណាចិញ្ចឹមគេមួយឆ្នាំណាមិនមួយឆ្នាំទេចិញ្ចឹម10ឆ្នាំក៏ដោយជាមួយម៉ាត់ទាត់មួយជើងហៅមកវិញចាហ្នឹងណាជួមគំនុំប៉ុណ្ណឹងអំផ្លាញយើងមកគ្រួសារវិញក៏មានដែរវាសាកមើលណែយើងចាញ់សត្វច្រើនរឿងណាយ៉ាងណាកុំថាគ្រាន់បើហើយយើងជាមនុស្សរៀនចិត្តឲ្យត្រជាក់ណាលោកហ្នឹងហើយរៀនចិត្តឲ្យត្រជាក់កុំឲ្យក្តៅទៅវាអត់អីទៅពេលខ្លះទៅវាតឹងទ្រូងខ្លួនឯងហ្នឹងណាក៏អត់មានអីទេអញ្ចឹងចេះតែវែងឆ្ងាយទៅមេឃវាចេះត្រជាក់ហ្នឹងហើយសៀលចេះតែជ្រាយទៅហើយថ្ងៃនឹងមេឃទាំងវាព្រឹកមកចឹងទៅក្នុងអតីតរាជធានីលំវែកជាថាលំវែកយើងនេះប្រវត្តិជូរចត់ណាទាំងអស់គ្នាទាំងយើងទាំងគេកើតមិនតាន់ទេប៉ុន្តែមិនសម័យលំវែកមិនមែនសម័យអន់ទេណាសម័យសបោសបាយអ្នកប្រាជ្ញសបោសបាយដោយកវីបណ្ឌិតទេប៉ុន្តែដល់តែចុះអន់ថយមកត្រឹមយើងបែកបាក់គ្នាក្នុងរាជព្រះករណាព្រះសត្ថាទី1ហ្នឹងហើយព្រះអង្គលោកប្រជុំតិចទៅឡើងក្រមសម្បត្តិទៅមន្ត្រីនិយាយឆ្វេងនិយាយស្ដាំទៅលេងស្ដាប់អង្គប់គ្នាទៅសៀមរៀនសូវាយទុកព្រៀនត្រៀនមិនមែនរឿងប្រាក់ដួងទេណាគេច្រឡំប្រាក់ដួងហ្នឹងកើតឆ្នាំ1700ហើយទេលង្វែកបីតាំងពីឆ្នាំ1594ខុសគ្នាជិត200ឆ្នាំហើយប្រាក់ដួងកើតក្រោយបែកលង្វែកទេណាហ្នឹងហើយគឺថាលង្វែកបែកដោយសារតែតបបាក់តបណាយើងវាយចាញ់គេធ្វើម៉េចគេពេលនោះវាខ្លាំងកាលយើងនៅខ្លាំងយើងវាយឈ្នះគេទៅដល់តែគេខ្លាំងវិញគេវាយវិញទៅអញ្ចឹងបានតែកំឡុងនេះចង់កើតសង្គ្រាមវាយនៅទៅវិញទៅមកម្ដងឈ្នះម្ដងចាញ់ម្ដងឈ្នះនឹងមិនស្រួលទេថែតែវត្ថុដែលមានឲ្យគង់វង្សទៅឲ្យប្រឹងប្រែងអភិវឌ្ឍសន្តិសុខជាតិស្ថិរភាពសន្តិសុខផ្លូវចិត្តផ្លូវកាយអីចឹងទៅដូចមកអញ្ចឹងណាបើគុំមានស្ថិរភាពនឹងមានមកទេគ្រប់គ្នានឹងនោះចឹងឲ្យថែធ្វើមិនឲ្យតែគង់ទៅឲ្យតែសុខទៅហើយប្រឹងប្រែងអភិវឌ្ឍខ្លួនឯងប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិសង្គមគ្រួសារកុំឲ្យប្រឹងប្រែងឆ្លោះគ្នាដូចរាល់ថ្ងៃនោះណាខ្ញុំមិនសូវស្រួលទេតែចាក់បែកបាក់គ្នាតែបែកបាក់គ្នាហើយអន្តរាយមានហើយឆ្លោះគ្នាក្នុងគ្រួសារក្រាតកាយាបង្ហាញញាតិឆ្លោះគ្នាក្នុងសង្គមជាតិដូចលាតកំណប់បង្ហាញចោលយើងសូមឲ្យយើងឆ្លោះគ្នានឹងយើងស្ងប់រងាប់ទៅកុំបន្តអីទៀតហើយខំប្រឹងជាប្រយោជន៍នឹងប៉ុណ្ណឹងរៀបរាប់រៀងជ្រុលបន្តិចទៅហើយអានិសង្ឃបកឋិនលោកទាំងឡាយសត្វតែបានជ្រាបហើយសវណ្ណតាមានរូបសម្បុរល្អសុខឋានណាមាននៅកាយទ្រង់ទ្រាយល្អបញ្ញានោះបរិបូរណ៍ដោយបញ្ញាចក្រវត្តិរាជាហន្តុរមែងបានជាស្ដេចចក្រពត្តិឬក៏ថាអគ្គមហេសីនៃស្ដេចចក្រពត្តិអានិសង្ឃពិសេសជាងគេអនាគតពេលដែលព្រះសម្មាសម្ពុទ្ធអង្គណាមួយប្រដិស្ថានក្នុងលោកទាន់ព្រះអង្គទៅបានបុះជាអេហេតិភពផ្ទាល់ជាមួយនឹងព្រះសម្មាសម្ពុទ្ធបានចាក់ភ្លុះនៅវិជ្ជា3វិជ្ជា8ចារណៈ15បដិបសម្បទា4វិមោខៈ8អស់ទៅในអាសវៈក្នុងលោកសូមអនុមោទនាណានឹងគុំវងអាស្រ័យបរិស័ទភិក្ខុសាមណេរ
បាសកបាសិកាទេវតាព្រំទាំងឡាយក្នុងចក្រវាលបច្ចុប្បន្ននេះក៏ជាអ្នកគោរពរាប់រកនៅព្រះពុទ្ធសាសនាដែរប៉ុន្តែហេតុដូចម្ដេចបានសាសនាមិនផ្ញើខ្លួននឹងទេវតាព្រំផងមិនក៏ចាំបាច់តែផ្ញើនឹងមនុស្សនឹងបរិស័ទអញ្ចឹងអស់លោកដែលបានអញ្ជើញមកក្នុងវេលាឱកាសនេះសត្វតែជាអ្នកធានាឲ្យបានការគង់នៅនៃព្រះពុទ្ធសាសនាហើយទេវតាព្រំទាំងឡាយនាគទាំងឡាយគោរពរាប់រកពុទ្ធសាសនាមែនប៉ុន្តែអ្នកទាំងឡាយនោះបានជួយថែរក្សាព្រះពុទ្ធសាសនាដោយឧបាយគ្រាន់តែជាអ្នកមានឧបាយក្នុងការថែរក្សានៅព្រះពុទ្ធសាសនាទេចំណែកបរិស័ទវិញជាអ្នកអចិន្ត្រៃយ៍ក្នុងការថែរក្សានៅព្រះពុទ្ធសាសនាដែរជាអ្នកទំនុកបំរុងរូបរាងនៃព្រះពុទ្ធសាសនាអ្វីទៅបថាព្រះពុទ្ធសាសនាគង់នៅធម្មធាតុនៃការត្រាស់ដឹងរបស់ព្រះសមណគោតមបរមគ្រូនៃយើងគង់នៅក្នុងអាណត្តិសាសនារបស់ព្រះអង្គ5000ប៉ុន្តែរូបរាងដែលបញ្ជាក់អំពីពុទ្ធសាសនានោះគឺស្ថិតនៅលើបរិស័ទហើយទម្រាំនឹងបានលេចចេញជារូបរាងនេះគឺត្រូវការលះបង់លើលោកនេះគ្មានអ្វីដែលកើតមកដោយមិនមានការលះបង់ទៅទេដូចជាកឋិននឹងអញ្ចឹងបើមិនមានការលះបង់ទេកឋិនទាននេះក៏អត់កើតឡើងដែរតួយ៉ាងដូចទេយ្យវត្ថុគ្រឿងរៀបចំនៅកឋិនទាននេះមួយណាដែលបានមកដោយមិនមានការលះបង់នោះក៏អត់មានទេតាំងតែពីផ្កាមួយតងឡើងទៅសិតតែចំណាយដោះដូរទៅបាទអញ្ចឹងការលះបង់នោះក៏បានមកនៅការបដូរយកនៅរូបរាងដែលបញ្ជាក់អំពីសាសនាឬក៏ទំនៀមទម្លាប់ប្រពៃណីជំនឿជាដើមប៉ុន្តែមិនចាំបាច់ត្រូវតែថាលះបង់ក្នុងកម្រិតដែលខ្លួនទៅមិនរួចអីទេការតាំងនៅនៃព្រះសាសនានឹងគឺរាប់ចាប់តាំងពីចេតនាតូចៗដែលយើងក៏បីលះទៅដើម្បីធានាឲ្យបានការតាំងនៅឧបមាឧបមេហាក់បីដូចជាប្រសង់និមន្តទៅបិណ្ឌបាតអីចុះបើយើងមិនលះបង់នៅទេយ្យវត្ថុសម្រាប់ប្រគេនដល់ប្រសង់ទេមិនមានរូបរាងជាអ្នកទំនុកបំរុងនឹងពីណាមកអញ្ចឹងលើលោកនឹងវាត្រូវតែលះបង់អញ្ចឹងមិនថាតិចឬច្រើនទេដើម្បីឲ្យបានលិចជារូបរាងដែរហើយប្រយោជន៍នៃរូបរាងនោះវាបំរើឲ្យសាធារណប្រយោជន៍អញ្ចឹងចេតនាក្នុងបុណ្យនេះគឺចេតនាលះបង់នៅវត្ថុដែលខ្លួនមានហើយប្រាថ្នាយកនៅវត្ថុដែលខ្លួនមិនទាន់មានស្អីទៅដែលជាវត្ថុដែលមិនទាន់មាននោះស្អីទៅដែលជាវត្ថុដែលកំពុងតែមានហើយនោះគឺរបស់របរឬក៏ធនធានណាមួយដែលយើងកំពុងមានសប្តាហ៍ថ្ងៃនេះរាប់តាំងពីទ្រព្យសម្បត្តិរហូតទៅដល់អាយុជីវិតសរីរៈរាងកាយហើយប្រាថ្នាយក
នៅរបស់ដែលមិនតាន់មានហើយសម្បត្តិដែលមាននេះរាប់ចាត់តាំងពីអចលនៈសម្បត្តិទ្រព្យសម្បត្តិគេអកោធនធានដែលមានហើយរហូតដល់អ្នកដែលមិនមានធនធាននឹងទៀតធ្វើទានបរិច្ចាគឈាមអីចឹងទៅបណ្ឌិតពីដើមខ្វេះក្របភ្នែកឆ្កៀលដើមទ្រូងយកបេះដូងជាសាច់ធ្វើបំទៀតនោះរហូតដល់លះនៅជីវិតទៅក៏មានគឺថាលះនៅវត្ថុដែលមានហើយដែលកំពុងតែមានប្រាថ្នាយកនៅវត្ថុដែលបន្តទៀតស្អីទៅវត្ថុមិនតាន់មាននោះគឺសម្បត្តិ3ក្នុងលោកដែលយើងកំពុងប្រាថ្នាសម្បត្តិមនុស្សមួយសម្បត្តិទេវតាមួយនិងសម្បត្តិព្រះនិព្វានប៉ុន្តែ3នេះស្រឡាញ់មួយណានៅលើអ្នកប្រាថ្នាហ្នឹងហើយនៅលើអ្នកដែលដោះដូរហ្នឹងហើយតាមលោកទាវនៅក្នុងទីនេះមហាជាពុទ្ធបរិស័ទទាំងអស់នឹងកំពុងឲ្យធ្វើការដូរគ្នាឯតាហ្នឹងដូរនៅសម្បត្តិដែលកំពុងមានឯតានេះហើយប្រាថ្នាយកសម្បត្តិដែលមិនទាន់មានឥឡូវយើងមាននៅសម្បត្តិទេតែកំពុងតែមានសម្បត្តិគឺអវយវៈដៃជើងសម្បត្តិដ៏សំខាន់គឺកំពុងតែមានអាយុតាំងនៅនេះហើយប្រើអាយុនេះដោះដូរនៅអាយុដែលកំពុងតែតាំងនៅនេះបំរើឲ្យជាបុណ្យជាកុសលដើម្បីប្រាថ្នានៅយកនៅរបស់ដែលមិនទាន់មាន3យ៉ាងហ្នឹងមនុស្សជាឧបតោសជាតិព្រោះជួនកាលជាតិនេះយើងកើតមកមិនបានទាំងតកូលឧបតោសជាតិអញ្ចឹងអ្នកនៅជាប់សម្បត្តិមនុស្សក៏ប្រាថ្នាជាឧបតោសជាតិទៅអ្នកណាមិនធ្លាប់កើតទេវតាប្រាថ្នាយកទេវតាទៅអ្នកណាឃើញច្បាស់អំពីទុកក្នុងលោកនេះឲ្យប្រាថ្នាយកនៅព្រះនិព្វានក៏ប្រាថ្នាយកនៅព្រះនិព្វានដែរហ្នឹងហើយការលះបង់ហើយរឿងធ្វើបុណ្យកុំច្រឡំដែរទេអ្នកធ្វើបុណ្យប្រាថ្នាចេះប្រាថ្នាចោះទៅវាជាប់កិលេសតួតណ្ហាអីអានេះយើងកុំច្រឡំព្រះបរមសាស្តាចារ្យកាលព្រះអង្គនៅជាពោធិសត្វពោធិសត្វគឺតាអ្នកដែលជាប់ជំពាក់ក្នុងការត្រាស់ដឹងឬក៏ថាសត្វដែលជាប់ជំពាក់ក្នុងការត្រាស់ដឹងបានន័យថាចង់ត្រាស់ដឹងបុគ្គលនឹងជាអ្នកចង់ត្រាស់ដឹងហៅថាពោធិសត្វព្រះអង្គបំពេញបារមីគ្រប់ជាតិមិនដែលមានជាតិណាដែលព្រះអង្គមិនតាំងសេចក្តីប្រាថ្នាទេសូម្បីតែព្រះអង្គឲ្យទានតម្រៃបច្ច័យនេះបុត្រជលីក្រឹស្នានាងមេត្រីទៅកាន់ជួរជក់ព្រាមទៅកាន់ឥន្ទ្រព្រាមក្តីសឹកតែព្រះអង្គតាំងនៅសច្ចាប្រណិធានគឺសេចក្តីប្រាថ្នាក្នុងសម្បត្តិជាពុទ្ធធាំងគោលបណ្ដោសារពេជ្រមិនមែនប្រពុតធ្វើបុណ្យអត់ប្រាថ្នាទេបើធ្វើបុណ្យអត់ប្រាថ្នាដូចមនុស្សមានលុយមានទ្រព្យសម្បត្តិហើយឡើងឡានជិះទៅមិនដឹងតែឈប់តាណានោះចេះជិះទៅរំទាវអស់លោកនៅមុខអញ្ចឹងឡើងពីលំវែកហ្នឹងទៅមិនដឹងទៅណាតាំងតែមានលុយមានឡានសាំងមានសាំងពេញទៅឡាននោះមានតកង់ល្អចេះតែជិះទៅណាជិះផុតព្រំដែននោះចេះតែជិះទៅទៀតមិនដឹងតែចុះទៅណាអត់មានទីបញ្ចប់អត់មានទីតាំងនៅអញ្ចឹងបុណ្យដូចគ្នាដែរធ្វើទៅអត់មានសេចក្តីប្រាថ្នាគឺវិលចុះវិលឡើងអញ្ចឹងទៅណាអានទៅថាបុណ្យនឹងវាពេញកម្លាំងទៅហើយចេះតែជិះទៅចេះតែប្រើទៅដល់តែអស់បុណ្យនោះវាសយុទ្ធចុះមកវិញអញ្ចឹងទៅខំសាងបុណ្យទៅវាក្រាន់ដើរទៅវិញទៅសយុទ្ធចុះទៅវិញពេលអស់បុណ្យនឹងទៀតទៅមកប៉ុន្តែបើអ្នកមានសេចក្តីប្រាថ្នាជាប់តាំងនៅសុខហើយបុណ្យនឹងសន្សំកើតជាបារមីទៅបំពេញចំណុចដែលខ្វះចន្លោះរបស់យើងគុំម្ដងបន្តិចទៅឲ្យពេញបរិបូរណ៍ហើយពេលលាពុទ្ធកាលរបស់ព្រះមានពុទ្ធិអង្គណាមួយត្រាស់ដឹងក្នុងលោកហើយក៏បានសម្រេចលទ្ធផលដែររួចចាក់ទុកដោយមិនដេចទៅហៅថារួចចាក់ទុកព្រោះវាគ្មានអីត្រូវជាប់ជំពាក់ទៀតសពថ្ងៃថាសុខឯណាយើងថាឲ្យតែមានទ្រព្យសម្បត្តិទៅសុខហើយដល់តែមានទ្រព្យសម្បត្តិហើយគ្មានយុះ
rồi nấu trong bàn dục thế ao từ miên dục đó sốc ha miên trao sản bát hai miên dục của khoa nhiệt trong bàn nhiệt bàn nhiệt chỉ quân chỉ đây chỉ côn chỉ trâu trao từ nhiệt nâng mình cao bằng cốt bị túc nông nhiệt nâng từ tiên và rong sọc và rong cục ai ban ấy mình bà rong nông ca thay ra xa tục đãi và rong nông ca thay ra xa tục đãi nâng sản bát mà nông sản bát tê vào đá bây thật bất cả mình miên từ đây bà rong hôn hay nông cây ca từng ông nông mét con té chai tới cung tài vật tăng nè cha tụ mà ha bị phúc mà dùng mà tháng ấy 50 năm mà nóอายุน้องแต่การเตะดาจรน้องบานแต่500 nămตึกđấy chẳng mà cực để năm mà nó và hai gì cũng buôn liên năm vậy đó đấy thử sẽ giúp màu bên nha thầy sẽ giúp nắng tam 4 tam 6 đại miền tiên và thà miền là môn tới từ mình nuôi từ ấy dân tới ná và thà mình là môn thế à bằng sau đó nó trên tập đi trà tụ nó từ tại cái miền thế mình chẳng mình cho cầm cho đau mà nãy mình thế mình nuôi không lang đam chứa của bạn nó được lẹ màu vinh đó cho màu vinh đó rồi cho sưu cho hồng sưu đó đôi từ cái tràn cầm lẹ sùng bay sẽ kia việc prum cái đấy nè tia say aru của prum cái đấy để cái đó là aru của prum chỉ sang khai sát nữa sang như ta sát nó cái đấy thì naอายุ84000mà ha cặp ấy nông đấy lọt ở đây đừng từ ở bài phúng một việc ai chịu vứt người la người cho hình chân vọt đạn người la người cho dạng năng ban được ra mình kia của ông thao về nấu được nông tục năng mình ai rồi lọt luôn trả tục năng bạc thì chân hái bán là cọp mấy bậc na phải hợp tiền con tay phải hợp tiền nè mình chia sầm bát đây cái ta miền ta chưa miền ta chơi đây hành cao đây nông thếคือta chia sầm bát đây tới nữa sẽ đây tục nông lộ năng chẳng bạn được cọp ấy nông kia tần xăm bún lục ná tần xăm bún hái miền sẽ đây bậc na dục ra hợp tiền chỉ răm phong cô ta bảo mình miền sẽ đây bậc na năng thế lục tầng lai nâng vợ được mà thành chẳng ná chỉ yên hay vợ mình cô đào chẳng tới thế vợ ông ơi nhưng mình toàn bật na đi rồi sẽ bài toàn chất ta cũng thấy mình bật na thay nâng từ sai thế đang được tiền không chặt đơn ngày nâng mình đăngประมาณ cặp thì có ประมาณ sang khay thì bàn tại đó thế dương trục thế mưa tập ra đặc biệt bậc thiện chia bậc thang cô bồn đôi xa được tự nhiên vợ ông bật na kích trong ban tra chỉ bút theo cô còn đôi xa được nhé tăng pi sầm may pra bút pra niêm bồ ra là sắc chẹt một ní hái chlong cắt pra sầm ma sầm bút sam sập bay sai pra bút hai men đập năm tra mà ông mà đôi năm mà sai năm mà liên năm ấy tra mà ông này nè chuồn cáo 3-400 cặp tới mà cặp tới miền muôi tới cặp khla ọt tiết thì sao nhỉ cặp tiết cặp ta miền 2 miền 3 ấy chẳng thế phút ai sam sập bay sai phút mà đau sầm may pra sama sam phút prum mà tê gạ bàn hiên thì dây prap kê thạc nhom bật na chia pra phút được phum mà ông đây ai chlong cặp sam sập bay sai pra sama sam phút tiết bàn mà đau pra sama sam phút ti bằng cò đại của ông chia phút thạc chia có pra brom một phút sát cao nơi chia sum mét bằng đất đấy xong ba rồi mây thì nông mau buôn là sang khay mà sang cắt được tiền bán sầm rạch gì phút thằng cô bên tôi xa được chết hại mình là ngày đi đấy anh nông mua một thằng bắt lo ít cũng ra ít nghĩa đi phải đây dương sắp ngày mình được đôi chuyện vì say rồi bảo là một phút thì sạch đi của phút thì sạch ấy vì say dương nó người ta vì say tất cả là ôm nó nào vậy cả lọ cả lên khla ấy khla chẳng tới tại vì mình khóc tê là nâng sạch luôn chân tận óc cả nâng miền mình ná còn ba trên đầu na tê công ty chưa nó vì lên được pre ở đây giờ có cô nông lô và vợ ông bàn đào hai
នៅសោតាបតិមៈសោតាបតិផលសកតិគាមិមៈសកតិគាមិផលអនាគាមិមៈអនាគាមិផលចុងក្រោយអរហត្តមៈអរហត្តផលនោះបានអ្នកក្រន់បើដូចតែយើងទាំងអស់គ្នាទេគ្មាននរណាក្រន់ជាងនរណាទេមិនបានថាអញ្ចឹងជួនកាលយើងក្រន់បើជាងគេក្នុងការធ្វើទានតែយើងអត់ក្រន់បើជាងគេក្នុងការរក្សាសិលទេជួនកាលគេក្រន់បើជាងយើងក្នុងការរក្សាសិលតែគេអត់ក្រន់បើជាមួយជាងយើងត្រង់មេត្តាទេជួនកាលគេឯនោះក្រន់បើត្រង់មេត្តាប៉ុន្តែអត់ទាន់ក្រន់បើជាមួយខន្តីទេជួនអ្នកខ្លះក្រន់បើជាមួយខន្តីប៉ុន្តែអត់ទាន់ក្រន់បើជាមួយនឹងវិរិយៈទេជួនដល់អ្នកនោះក្រន់បើជាមួយវិរិយៈប៉ុន្តែអត់ទាន់ក្រន់បើជាមួយបញ្ញាទេមើលសិតតែមានចំណុចខ្វះទាំងអស់ហ្នឹងណាមានអ្នកណាគ្រប់10ហ្នឹងទាំងអស់អ្នកណាសពថ្ងៃដែលថាប្រកាន់ថាក្រន់បើដោយទានសិលនេកមៈបញ្ញាវិរិយៈខន្តីសច្ចៈអតិដ្ឋានមេត្តាមើលមួយណាតែក្រន់បើហើយបើក្រន់បើទាំង10ហ្នឹងអរហត្តផលហើយហើយសិតតែនៅខ្វះទាំងអស់តែគ្នាហ្នឹងណាអញ្ចឹងបានតែសត្វលោកយើងទាំងអស់គ្នាហ្នឹងអត់មាននរណាក្រន់បើជាងនរណាទេអញ្ចឹងហើយបានតែគេហាមកុំឲ្យមើលងាយគ្នាព្រោះយើងក៏មិនក្រន់ជាងគេទេហើយគេហ្នឹងក៏មិនក្រន់ជាងយើងដែរប៉ុន្តែត្រូវមានសេចក្តីគោរពហើយកោតក្រែងគ្នាហ្នឹងហើយបានមនុស្សតាំងនៅដោយស្ថិរភាពបានធម្មធាតុហ្នឹងទ្រទ្រង់សត្វលោកដោយការប្រព្រឹត្តទៅនៃវត្តរដូវបានទៀងទាត់ល្អព្រោះកាលណាមនុស្សបាត់សេចក្តីគោរពកោតក្រែងគ្នាហើយអ្នកបួសក៏លែងគោរពកោតក្រែងគ្នាហើយអ្នកបួសក៏ចេះជេរដែរហើយអ្នកសុំសិលក៏ចេះបន្ទោសដាសាគ្នាហើយលែងមានសេចក្តីគោរពអោនអង្គកោតក្រែងគ្នាហើយលែងខ្លាចបាបលែងខ្មាស់បាបលែងមានហិរិនិងឧត្តបៈលែងមានទានសិលសមាធិបញ្ញាលែងមានសេចក្តីគោរពកោតក្រែងគ្នាហើយលោកហ្នឹងវាប្រព្រឹត្តទៅតាមនិស្ស័យរបស់មនុស្សអញ្ចឹងដែរទោះធម្មធាតុជាសភាវៈត្រត្រង់អញ្ចឹងត្រត្រង់ណាត្រត្រង់សត្វដែលកំពុងរស់នៅនេះហើយបើសត្វរស់នៅនេះប្រព្រឹត្តធម៌ដែលជាអន្តរាយកៈហើយធម្មធាតុហ្នឹងក៏ប្រព្រឹត្តទៅជាអន្តរាយកៈក៏ដែរកើតទឹកជំនន់ទៅកើតខ្យល់ព្យុះទៅកើតភ្លើងឆេះគ្រោះរាំងស្ងួតទៅជំងឺដង្កាត់អន្តរធានផ្សេងអញ្ចឹងដែរហើយមនុស្សយើងសពថ្ងៃនៅតែថ្ងៃចាំតាំងខ្ទេចដែរនេះមិនព្រះអង្គថាអញ្ចឹងចាំមើលក្របកភ្លើងក្របអាវុធដែលគេធ្វើឡើងក្នុងលោកសពថ្ងៃគេដាក់តែមកក្របមកស្មាយើងរត់រួចណាមើលពីណាតគ្រាន់បះរត់ក្របខ្លះមកទ្វីបអីអញ្ចឹងតែកន្លះទ្វីបអីកិច្ចអីដែរហើយទាំងអស់នោះពីណាបកកើតមនុស្សមិនបានមនុស្សបកកើតមកពីមនុស្សប្រព្រឹត្តធម៌ជាអន្តរាយកៈឲ្យគ្នាដំបូងបកកើតគ្រាន់តែចង់គម្រាមកំហែងគ្រាន់បើជាងគ្នានេះប៉ុន្តែដល់ទៅពេលកពុលមុខមែនតែនទៅក៏យកទៅបាញ់បហាគ្នាដែរហើយអន្តរាយទាំងអស់គ្នាទៅចឹងអត់គ្រាន់ទេចឹងហើយបានមនុស្សកុំបីមានសេចក្តីប្រមាទគ្នាស្អប់ក៏ដោយស្រឡាញ់ក៏ដោយទុកទៅក្នុងពោះទៅតែកាលណាយើងទៅចេញជាវិជ័យតាមវិជ័យទ្វាតាមកាយទ្វាទៅធ្វើឲ្យសង្គមមនុស្សនោះវាសម្បូរដោយអន្តរាយកៈធម៌សេចក្តីបន្ទោសផ្ទះនឹងគ្នាធម្មធាតុតែត្រត្រង់ហ្នឹងក៏វាញ៉ាំងសេចក្តីអន្តរាយឲ្យតាមនឹងដែរហើយជាតិហ្នឹងវាទុកបាក់អញ្ចឹងជាតិទៅមុខទៀតហ្នឹងក៏វាមិនប្រកបតែស្រួលជាងហ្នឹងទេក៏មិនប្រកបថាពិបាកជាងហ្នឹងដែរប្រសិទ្ធតែរឿងមិនទៀងព្រោះសេចក្តីប្រែប្រួលវាមានជាធម្មតាអញ្ចឹងហើយទើបសូមឲ្យយើងធ្វើបុណ្យធ្វើកុសលហ្នឹងប្រាថ្នានៅព្រះនិព្វានជាអារម្មណ៍ហ្នឹងឯងលោកទាំងឡាយហើយខ្ញុំកណាចេះតែដាស់តឿនថាអញ្ចេះនៅសល់ព្រះសម្មាសម្ពុទ្ធមួយអង្គទៀតដែរក្នុងបទកັບយើងនេះគឺព្រះអរិយមេត្រីដែលព្រះអង្គជាព្រះពុទ្ធមួយអង្គត្រាស់ដឹងចុងបទកັບនេះត្រៀមនឹងត្រាស់ដឹងអញ្ចឹងហើយបើសិនជាយើងមិនទាន់ព្រះសម្មាសម្ពុទ្ធអង្គនឹងទេណាចាំព្រះសម្មាសម្ពុទ្ធក្រោយទៀតយូរណាស់
ព្រះសម្មាសម្ពុទ្ធព្រះអរិយមេត្រីអស់ពីព្រះអង្គទៅក្នុងអំពីអនាគតពុទ្ធវង្សបញ្ជាក់ថាត្រូវរងចាំមួយអសង្ខ័យផែនដីទៀតបន្ទាប់ពីព្រះសម្មាសម្ពុទ្ធអរិយមេត្រីនឹងលោកបរិនិព្វានទៅផែនដីនឹងវាត្រូវបណ្ដោរធានទៅឆេះខូចខាតទៅហើយត្រូវរងចាំមួយអសង្ខ័យផែនដីទៀតប៉ុន្តែតែផែនដីនឹងវាកើតហើយវាឆេះហើយវាកើតហើយវាឆេះក៏តិចខ្ទីនឹងអស់មួយអសង្ខ័យដងទៀតទើបដល់ផែនដីទីមួយសែននឹងបានមានហើយមួយអសង្ខ័យនឹងទើបមានព្រះសម្មាសម្ពុទ្ធចាប់ផ្ដើមបានត្រាស់ព្រះអង្គទៅទៀត